សម្ដេចតេជោហ៊ុនសែនប្រាប់សមាជិកព្រឹទ្ធសភាបកប្រឆាំងឲ្យរួមគិតនិងធ្វើសកម្មភាពបម្រើផលប្រយោជន៍ជាតិសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានៅព្រឹកថ្ងៃច័ន្ទទី28ខែមេសាឆ្នាំ2025បានអនុញ្ញាតឲ្យឯកឧត្តមសុកហាជឯកឧត្តមសេងម៉ារឌីនិងឯកឧត្តមកុងមនីកាសមាជិកព្រឹទ្ធសភា3រូបមកពីគណៈបកឆន្ទៈខ្មែរចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារនៅវិមានព្រឹទ្ធសភារាជធានីភ្នំពេញលោកសុហាយក្នុងនាមគណៈបកឆន្ទៈខ្មែរបានបញ្ជាក់ជូនសម្ដេចតេជោថាសមាជិកព្រឹទ្ធសភានៃគណៈបកឆន្ទៈខ្មែរតែងតែប្រកាន់យកមាគ៌ានិងកលការប្រឆាំងគំនិតក៏ប៉ុន្តែមិនប្រឆាំងចំពោះផលប្រយោជន៍ជាតិដោយយកមតិសម្រុះសម្រួលនិងដាក់ចិត្តចូលរួមជាមួយអាជ្ញាធរក្នុងការដោះស្រាយបញ្ហាតំបន់និងសកលជាផលប្រយោជន៍របស់ជាតិយើងក្នុងករណីស្ថានភាពប្រទេសជាតិជួបប្រទះបញ្ហាលំបាកខាងសេដ្ឋកិច្ចខាងឯកឧត្តមមិនធ្វើឲ្យរដ្ឋាភិបាលពិបាកទេជាការឆ្លើយតបសម្ដេចតេជោបានគូបញ្ជាក់ថាយើងមិនចាំបាច់មានទស្សនៈដូចគ្នាទាំងស្រុងទេទោះបីក្នុងបកមួយឬក្នុងគ្រួសារមួយក៏មិនអាចមានទស្សនៈដូចគ្នាទាំងស្រុងបានដែរក៏ប៉ុន្តែយើងត្រូវយល់អ្វីដែលដូចគ្នានិងខុសគ្នាដូចគ្នាគឺផលប្រយោជន៍ជាតិរីឯខុសគ្នាគឺការគិតនិងធ្វើសកម្មភាពខុសគ្នាគឺជារឿងធម្មតាសម្ដេចបានបន្ថែមថាយល់ស្របនឹងលោកសុហាជថាការគ្រប់គ្រងមន្ត្រីស្អាតស្អំការពង្រឹងសមត្ថភាពរបស់មន្ត្រីធនធានមនុស្សប្រកបដោយគុណធម៌គឺសំខាន់ណាស់